ចាសួស្តីទាំងអស់គ្នាថ្ងៃនេះយើងធ្វើដំណើរពីទីក្រុងភ្នំពេញទៅកំពតគឺជាទិសដៅដំបូងហើយគោលបំណងរបស់ពួកយើងនឹងធ្វើដំណើររយៈពេល6ថ្ងៃបើគិតពីគីឡូវិញ1000គីឡូជាងហើយយើងនឹងធ្វើដំណើរពីភ្នំពេញទៅកំពតពីកំពតទៅអរ៉ែងពីអរ៉ែងទៅកោះកុងហើយពីកោះកុងទៅភ្នំ1500បន្ទាប់មកចេញទៅសៀមរាបមកពេញវិញអញ្ចឹងឥឡូវនេះទិសដៅទី1គឺទៅកំពតយើងបានទៅញ៉ាំនំចុកទឹកកម្រេចហើយអាហារថ្ងៃត្រង់យើងក៏បានបន្តដំណើរទៅកំពត Top View កំពត Top View នេះយើងដូចដែលយើងបានឃើញអញ្ចឹងផ្លូវថ្ងៃចូលបរំទុកហ្នឹងគឺរៀងភ្លៀងធ្លាក់រៀងខ្លាំងដែរអញ្ចឹងទៅវាធ្វើឲ្យការធ្វើដំណើរយើងទៅដល់លើកំពូលភ្នំវាល្អិលហើយមានណាមួយផ្លូវចោតដោយសារតែវាខ្ពស់ខ្លាំងណាបើគិតទៅកំពូលហ្នឹងគឺនៅ top ហ្មង top view ដល់អញ្ចឹងទៅយើងត្រូវការឡើងទួលច្រើនហើយភ្លៀងទៅវាល្អិលដោយសារនៅហ្នឹងគេកំតុំតបើករយៈពេលបាន5ខែអញ្ចឹងទៅផ្លូវវាមានការលំបាកច្រើនដោយសារតែវាខ្ពស់ពេកអញ្ចឹងត្រូវការធ្វើហ្នឹងគឺភាគច្រើនគាត់ប្រើកម្លាំងរបស់មនុស្សផ្ទាល់អញ្ចឹងណាប៉ុន្តែសម្រាប់ទេសភាពនៅទីនោះគឺស្អាតខ្លាំងហ្មង perfect ហ្មងសម្រាប់អ្នកដែលគាត់ធ្លាប់នៅទីក្រុងភ្នំពេញណាគាត់មើលទៅលើរបៀបថា Sky Bar អីចឹងណាយើងមើលឃើញពលឺទីក្រុងត្រូវឯងតែអានេះយើងទៅដល់កំពតហើយនៅលើភ្នំហើយយើងមើលពីលើភ្នំមកវិញគឺឃើញភ្លើងនៅទីក្រុងនៅតាមទឹកនៅស្ទឹកសមុទ្រឆ្នេរអីចឹងមានភ្លើងយប់ឡើងគឺយើងមើលឃើញដូចយើងនៅទីក្រុងអញ្ចឹងប៉ុន្តែអារម្មណ៍ខុសគ្នាដោយសារអីយើងនៅលើកំពូលភ្នំយើងមិនមែននៅលើ Sky Bar ហើយត្រជាក់ខ្លាំងមែនតើហើយអត់សូវខ្យល់ខ្លាំងទេប៉ុន្តែអាកាសធាតុត្រជាក់ហើយយប់ឡើងយើងបានធ្វើម្ហូបញ៉ាំជុំគ្នាបន្ទាប់ពីធ្វើដំណើរទៅហើយនេះទេសភាពពេលព្រឹកឡើងពពកចុះអាប់ច្រើនពេលព្រលឹមអីម៉ោង6អីអត់សូវច្រើនទេចាប់ពីម៉ោង7កន្លះអីពពកចាប់ដើមច្រើនមែនតើហើយទេសភាពខែហ្នឹងគឺខែភ្លៀងគឺបៃតងខៀវហើយត្រជាក់ហ្មងយើងមើលទេសភាពជុំវិញTop View ហ្នឹងណាគាត់មានកន្លែងមួយដែលអាចមើល360 degree បានគឺមើលជុំវិញទាំងអស់ហ្មងហើយបើសិនជាយើងចង់បោះនៅជាភ្នំខាងក្រោមហ្នឹង private ក៏បានដែរដោយសារពួកខ្ញុំទៅរៀងយប់ហើយពួកខ្ញុំត្រូវការកន្លែងមានដំបូលអីចឹងទៅខ្ញុំដោះតាំងនៅកន្លែង360ហ្នឹងហើយយើងអាចដើរមើលទេសភាពបន្ថែមទៀតបានដោយសារវានៅលើខ្ពស់មែនតែនហ្មងនិយាយទៅគឺយើងមើលឃើញខ្លួនឯងនៅលើកំពូលហ្នឹងគឺអត់មានភ្នំណាខ្ពស់ជាងហ្នឹងទៀតណាយើងនៅលើកំពូលហ្មងទេសភាពស្អាតប្លែកចាបើយើងនៅលើកន្លែងជានេះយើងថតមកឃើញ view ជាក្រុងឬក៏ view មើលទៅដល់សមុទ្រណា view ហ្នឹងមើលទៅដល់សមុទ្របានឃើញកន្លែងឆ្នេរកន្លែងអីចឹងណាហើយជាការពិតទៅនៅកំពតជប់ឡើងអត់ស្ងាត់ទេភ្លើងច្រើនមែនតើដូចនៅទីក្រុងអញ្ចឹងភ្លើងជុំវិញទីក្រុងដល់យប់ជ្រៅម៉ោង2:11ក៏នៅតែមានភ្លើងច្រើនដែរហើយមើលទេសភាពបៃតងស្អាតអូយត្រជាក់ប្លែកធ្វើឲ្យអារម្មណ៍ស្រស់ស្រាយកាត់ stress កាត់អីចឹងណា
hai bữa tháng bình năng tiết nhưng có con đầu cha thì sao để con chụp tục đã nè bên năng con ao khao nhâm hay ơi con chui từ lại mau bên tiết thì sao tại bộ nhâm đuôi chẳng tới chỉ mau nhận ca rồi chẳng tới thời ca ơi bộ con chui từ lại mau bên conผมchui dương chẳngហើយចេញពីហ្នឹងយើងបានជិះកាត់ឆ្នេរឥឡូវគេធ្វើផ្លូវថ្មីខាងក្រោយហ្នឹងយើងអាចជិះលេងបានហើយនេះយើងទិញទាដើម្បីទុកញ៉ាំតាមផ្លូវពេលដែលយើងជិះទៅអរ៉ែងយើងទិញទាហ្នឹងទានៅចិត្តគេហៅភ្នំបូកគោដែលគេល្បីហ្នឹងណាហើយអានេះផ្លូវយើងជិះពីកពតទៅអរ៉ែងយើងជិះតាមផ្លូវកាត់ផ្លូវរៀងពិបាកបន្តិចដោយសារផ្លូវហ្នឹងវាគ្រោះក្រហមទី1ទី2វាក្លុកទៀតហើយភាគច្រើនឡានធំពេលដែលដឹកអីវ៉ាន់គឺជិះតាមផ្លូវហ្នឹងអញ្ចឹងទៅផ្លូវហ្នឹងវាខូចកាលពីមុនផ្លូវហ្នឹងអត់ខូចចឹងឯងដល់ពេលឥឡូវវាខូចចឹងជិះអត់បានលឿនទេហើយវាក្លុកគេខុកចឹងណាហើយផ្លូវខ្លះក៏វាហុយវាអីចឹងទៅប៉ុន្តែទេសភាពតាមដងផ្លូវស្អាតមានទឹកមានភ្នំមានអីចឹងមានសិទ្ធិភ្នំទាំងអស់គឺអាកាសធាតុពេលយើងជិះកាត់តាមតំបន់ភ្នំអត់ក្តៅទេមេឃត្រជាក់រហូតសឹងថាមួយថ្ងៃពេញអត់បើកថ្ងៃផងប៉ុន្តែវាខ្មៅដែរពេលត្រឡប់មកវិញណាប៉ុន្តែយើងអត់មានអារម្មណ៍ថាយើងក្តៅទេវាតាមតំបន់ហ្នឹងគឺត្រជាក់រហូតបើតំបន់នៅលើភ្នំហ្មងគឺអាចថាពាក់អាវល្ងាហើយនៅតែត្រជាក់ទៀតតែតំបន់តាមផ្លូវខ្នល់ជាតិនេះក៏អត់ក្តៅដែរជិះធ្វើដំណើរទៅអញ្ចឹងវារៀងឆ្ងាយដែរតម្រាំទៅដល់នោះដោយសារជាតិបានលឿនទេផ្លូវពិបាកដែរថ្ងៃក្រោយអូនប្រែជាហ៊ីងក៏បងនៅស្រឡាញ់ស្ងួនដីសុងណបងឃើញអូនញ៉ាំបាយច្រើនគុំសូវញ៉ាំមីពេកប្រយ័ត្នក្រពាំងត្រានត្រើយបងបារម្ភអូនដល់ហើយអូនហើយគុំសូវប្រឹងពេកអូនគឺជាសត្វហ៊ីងមួយក្បាលដែលបងប្រដៅមិនបានអូនងក់ងន់ស្រាងស្រានប្រដៅមិនបានឡើយជីវិតនេះយើងមកដល់រីសតនៅអរ៉ែងហើយក៏ពិតប្រផុសរបស់យើងដំបូងយើងចង់ទៅ camping អរ៉ែងប៉ុន្តែដល់យើងទៅដល់ហ្នឹងដោយសារផ្លូវគេទៅធ្វើហើយយើងទៅដល់ហ្នឹងវាយប់ទៀតអញ្ចឹងត្រូវម៉ោង6ជាងនៅភ្នំវាល្ងិតហើយណាមួយពួកខ្ញុំជិះដាច់ពីគ្នាអញ្ចឹងហើយពេលសួរអ្នកលក់នៅដុំហ្នឹងគេថាទៅពេលយប់អញ្ចឹងអាចមានភ្លៀងមានភ្លៀង 3-4 ថ្ងៃនៅហ្នឹងហើយអាចជួបសត្វដំរីជួបអីអញ្ចឹងទៅហើយអញ្ចឹងទៅពួកគាត់ថាឥឡូវយើងក៏សម្រេចចិត្តថានៅ resort នៅចិត្តនៅតំបន់អ្នកភូមិនឹងវិញអញ្ចឹងណាតែ resort ហ្នឹងក៏ស្អាតដែរresort ហ្នឹងឈ្មោះ Vira Resort ហើយយើងមានទឹកជ្រោះមានអីលេងដែរ resort ហ្នឹងហើយយើងអាចដោយសារតែ resort ហ្នឹងវានៅយ៉ាងខាងក្នុងហើយគេអត់សូវស្គាល់អញ្ចឹងពួកខ្ញុំទៅហ្នឹងដូចទៅប៉ាវ resort ចឹងហើយដល់ពេលអញ្ចឹងប៉ុន្តែទេសភាពគាត់ស្អាតគាត់មានតែងច្រើនគាត់មានបន្ទប់ច្រើនហើយមានទឹកជ្រោះឲ្យលេងទៀតមើលទៅទឹកជ្រោះហ្នឹងក៏អត់ហូរខ្លាំងណាវាមានកន្លែងយើងអង្គុយញ៉ាំអីឬក៏មាន resort នៅកន្លែងមាត់ទឹកជ្រោះហ្នឹងអាចយើងបោះតង់ឬក៏គេងអីនៅហ្នឹងបានអញ្ចឹងវាអត់មានជាបញ្ហាអីទេហើយមើលទៅទេសភាពទទួលយកបានអញ្ចឹងណាតិចដូចគ្នាប្រឡំឡើងគឺខៀវមានភ្នំព័ទ្ធជុំវិញ view ក៏ស្អាតដែរ
ហើយនេះគឺជាផ្លូវដែលយើងធ្វើដំណើរមកពីអរ៉ែងទៅវិញអញ្ចឹងណាដល់ពេលមកហ្នឹងអត់បានថតទេដោយសារយប់ពេកហើយមើលអត់ស្គាល់ផ្លូវលើកទី1ហើយអញ្ចឹងអត់ហ៊ាននឹងគិតថាផ្លូវហ្នឹងវាមិនផងប៉ុន្តែដល់យើងមកវិញមិនយើងដឹងថាផ្លូវគេស្អាតហើយពេលយើងជិះទៅឃើញគេធ្វើរហូតឃើញគេកំពុងតែសាងសង់ផ្លូវបដាអញ្ចឹងណាហើយពួកគាត់ព្យាយាមធ្វើទាំងយប់អញ្ចឹងអញ្ចឹងផ្លូវហ្នឹងអាចនឹងដើមឆ្នាំក្រោយអីហ្នឹងអាចនឹងហើយផ្លូវគាត់ចាក់បេតុងចាក់អីស្អាតអីអញ្ចឹងទៅងាយស្រួលជិះជាងមុនតែពួកគាត់កំពុងតែរៀបចំហើយតាមកន្លែងជម្រាលភ្នំហ្នឹងដែលមានលបងបាំងអីអញ្ចឹងណាពួកចាអានេះយើងឃើញចាក់ស្ដែងដោយសារជម្រាលភ្នំហ្នឹងរៀងខ្ពស់ហើយមានខ្សែគាត់ត្រឹមតែដាក់ខ្សែបាំងគៀនហ្នឹងទេហើយនេះផ្លូវគាត់ធ្វើចាក់បេតុងមកស្អាតអស់ហើយអ្នកភូមិគាត់ប្រាប់ដែរបើថាធ្វើគឺធ្វើតតែក្រាស់អញ្ចឹងព្រោះដោយសារតំបន់ហ្នឹងវាមានទឹកហូរដាច់អញ្ចឹងបើផ្លូវធ្វើអត់សូវក្រាស់ទេវាអាចនឹងទឹកហូរទៅវាឆាប់ខូចផ្លូវលឿនណាអញ្ចឹងកន្លែងដែលគាត់ធ្វើហ្នឹងគឺគាត់ធ្វើល្អមែនតើគាត់មានគេធ្វើយ៉ាងស្អាតហ្មងណាអញ្ចឹងបើយើងទៅលើក្រោយគឺថាផ្លូវអលងដូចយើងទៅភ្នំបូកគោអញ្ចឹងនេះគេដាក់ខឿនហើយអស់ហើយគេដាក់ខឿនបាំងចេះទៅសុវត្ថិភាពសម្រាប់យើងធ្វើដំណើរដូចពួកខ្ញុំពេលមកហ្នឹងយប់ជ្រៅហើយអញ្ចឹងវាមិនជ្រៅម៉ាក់ទេប៉ុន្តែយើងភ័យឲ្យស្អាតអត់សូវស្គាល់ផ្លូវអញ្ចឹងល្ងឹតទៀតហើយកន្លែងនេះត្រជាក់ចុះអាប់មើលតាមដងផ្លូវឃើញចុះអាប់អញ្ចឹងណាកន្លែងនេះគេអត់ចាក់បេតុងគេចាក់ទឹកគ្រូហើយអញ្ចឹងវាតិចអត់បានលឿនយប់ឡើងជិះយឺតមែនតើតែពេលប្រឡំឡើងជិះលឿនយើងជិះពីហ្នឹងទៅដល់កន្លែងគោដៅហ្នឹងតែកន្លះម៉ោងទេតែជិះយប់ឡើងតែអត់ដឹងជិះ1ម៉ោងជាងហើយភ័យទៀតហើយបើដឹងថាផ្លូវហ្នឹងវាស្រួលជិះអញ្ចឹងពួកខ្ញុំអាចនឹងជិះទៅដល់ camping អរ៉ៃដែរពួកពេលហ្នឹងខ្វះ22គីឡូទៀតដល់ camping អរ៉ៃតែគាត់ណាអ្នកភូមិគាត់ថាផ្លូវអរ៉ៃហ្នឹងភ្លៀងហើយគេអត់ទាន់ចាក់បេតុងអញ្ចឹងល្អិលព្រោះដោយសារតែភ្លៀងហើយអញ្ចឹងបើសិនជាផ្លូវជិះទៅជិះផាត់កាត់ទៅដល់អរ៉ៃហ្នឹងវិញណាគឺថាពិបាកអ្នកខ្លះគាត់ជិះកាត់ជិះផាត់មកអរ៉ៃគឺជិះពិបាកខ្លាំងហ្មងព្រោះផ្លូវអត់ទាន់ធ្វើអីហើយនេះយើងមកដល់Starbucks ហើយ Starbucks នៅក៏កំពុងធ្វើហើយថ្មីហ៎តែដល់ on trend មួយគេដែរនេះគាត់ធ្វើនៅចិត្តស្ពានហ្មងថ្ងៃក្រោយអូនប្រែជាហ៊ីងក៏បងនៅស្រឡាញ់ស្ងួនដីសុងណបងឃើញអូនញ៉ាំបាយច្រើនគុំសូវញ៉ាំមីពេកប្រយ័ត្នក្រពាំងត្រានត្រើយបងបារម្ភអូនដល់ហើយអូនហើយគុំសូវប្រឹងពេកអូនគឺជាសត្វហ៊ីងមួយក្បាលដែលបងប្រដៅមិនបានអូនងក់ងន់ស្រាងប្រដៅមិនបានឡើយជីវិត
ថ្ងៃក្រោយអូនប្រែជាហ៊ីងក៏បងនៅស្រឡាញ់ស្ងួនដីសុងណបងឃើញអូនញ៉ាំបាយច្រើនគុំសូវញ៉ាំមីពេកប្រយ័ត្នក្រពាំងត្រានត្រើយបងបារម្ភអូនដល់ហើយអូនហើយកុំសូវប្រឹងពេកអូនគឺជាសត្វហ៊ីងមួយក្បាលដែលបងប្រដៅមិនបានអូនងក់ងល់ស្រាងប្រដៅមិនបានឡើយជីវ៉ា
ចាដល់ពេលយើងចេញពីផ្លូវភ្នំ1500មកយើងចុះមកដល់តាមផ្លូវសំឡូតចេញទៅសៀមរាបតាមផ្លូវសំឡូតខ្ញុំអត់ដែរជិះដែរអូយទេសភាពស្អាតណាមិនថាតាតំបន់ប៉ែកខាងពោធិ៍សាត់ទេដូចទេសភាពស្អាតសំឡូតនេះស្អាតមកបែបហ្មងព្រោះដោយសារអីគេធ្វើចំការច្រើននៅលើសំឡូតដោយសារភ្នំអត់សូវជាខ្ពស់ខ្លាំងហើយឥឡូវយើងមកដល់ភ្នំសំពៅហើយភ្នំសំពៅដូចជាគេទំធ្វើចម្លាក់ហើយនៅលើភ្នំនេះហើយកសាងច្រើនដែរឥឡូវឃើញគេធ្វើមិនជាឲ្យ 100% ប៉ុន្តែឲ្យបានច្រើនហើយឃើញមានបងប្អូនជាពលរដ្ឋក៏ទៅលេងច្រើនពេលបុណ្យអុំទូកហ្នឹងណាហើយមើលរូបគេឆ្លាក់នៅលើភ្នំធំហើយនេះជាមកដល់សៀមរាបមនុស្សអ៊ូអរច្រើនមែនតើមនុស្សអ៊ូអរមកលេងប្រាសាទហើយក៏មានការស្ទះផ្លូវតិចតួចដែរនៅតាមផ្លូវនេះកន្លែងយើងទិញឈូកអាំងឬក៏មាន់អាំងឬក៏គេហៅអីគេនំត្នោតខ្ទិះអីនៅប្រដាក់អញ្ចឹងណាហើយដោយសារតែមនុស្សច្រើនពេកយើងបានចូលទៅខាងប្រាសាទព្រះខ័នហ្នឹងមានដូចជាបណ្ណាល័យដែលកសាងពីសម័យអង្គរមកហ្នឹងដែលមាន2ជាន់ព្រោះដោយសារតែប្រាសាទភាគច្រើនយើងឃើញមានកម្មចនាឡើងហើយមានមួយជាន់នេះតែប្រាសាទព្រះខ័នហ្នឹងគឺយើងមានជាប្រភេទបណ្ណាល័យមួយដែលកសាង2ជាន់អញ្ចឹងណាហើយនៅកន្លែងហ្នឹងមានស្រះទឹកមួយដែលមានពណ៌ខៀវដូចដែលគេពងល្បីដូចម៉ាឆាពណ៌ដោយសារវាបៃតងហើយនៅតាមប្រាសាទហ្នឹងដុំខែហ្នឹងខែភ្លៀងអញ្ចឹងមានស្រែបៃតងខៀវហ្មងដោះនៅលើប្រាសាទហ្នឹងណាដោះនៅលើថ្មប្រាសាទខៀវលងឥតហ្មង